នៅក្នុងវីដេអូមុនក៏យើងបានរៀនពីសេចក្តីដែលព្រះគម្ពីរបានចែងថាអ្នកដែលកើតមកអំពីព្រះគឺមិនចេះធ្វើបាបមានន័យថាពួកគេព្យាយាមនៅក្នុងការចូលទៅចិត្តព្រះនៅពេលដែលគេចូលទៅចិត្តព្រះនោះអរិយវានឹងថយចេញពីគេទៅបងប្អូនហើយនេះគឺជាសេចក្តីពិតហើយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលណាដែលយើងទាំងអស់គ្នាខំប្រឹងចូលទៅចិត្តព្រះជាម្ចាស់ដោយការស្ដាប់បង្គាប់ដោយការចុះចូលដោយការព្យាយាមរស់នៅក្នុងសេចក្តីសុចរិតព្រះអង្គទ្រង់នឹងការពារយើងទាំងអស់គ្នាខ្ញុំសូមអានជូនអស់លោកអ្នកបងប្អូននៅក្នុងគម្ពីរយ៉ូដាសបាទគម្ពីរយ៉ូដាសគឺជាសេចក្តីសម្បត្តិរបស់លោកយូដាសដែលជាអ្នកបម្រើរបស់ផងព្រះយេស៊ូវខ្ញុំសូមអាននៅក្នុងខទី24និង25យ៉ូដាសជំពូកទី1ខ24 25ព្រះគម្ពីរចែងថារីឯព្រះដែលអាចនឹងថែរក្សាមិនឲ្យអ្នករាល់គ្នាជំពប់ដួលហើយនឹងដាក់អ្នករាល់គ្នានៅចំពោះសេរីល្អទ្រង់ដោយឥតមានកន្លែងបន្ទោសបានព្រមទាំងមានចិត្តត្រេកអរផងគឺជាព្រះអង្គដ៏ជាព្រះតែមួយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងនោះសូមឲ្យទ្រង់បានសេរីល្អឫទ្ធានុភាពព្រះចេស្តានិងអំណាចតាំងពីមុនអស់កលនៅជាន់ឥឡូវនេះហើយទៅដល់អស់កលជានិច្ចតទៅអាមែននៅពេលដែលយើងពឹងអាងទៅលើព្រះជាម្ចាស់ដោយការស្ដាប់បង្គាប់ដោយការចុះចូលហើយនឹងសេចក្តីអធិស្ឋានព្រះទ្រង់នឹងជួយការពារគំនិតចិត្តនិងសេចក្តីប៉ងប្រាថ្នារបស់យើងគឺព្រះអង្គតែងតែដាស់តឿនតាមរយៈព្រះបន្ទូលព្រះអង្គដែលមានចែងនៅក្នុងព្រះគម្ពីរធ្វើយ៉ាងណាដើម្បីឲ្យយើងទាំងអស់គ្នាបានស្គាល់ពីបំណងព្រះハរតីព្រះអង្គយើងនឹងព្យាយាមនៅក្នុងការរស់នៅឲ្យបានគប់ព្រះハរតីនៃព្រះជាម្ចាស់បងប្អូនជីវិតដែលយើងទាំងអស់គ្នារស់នៅក្នុងសាច់ឈាមនេះនៅឡើយយើងជាមនុស្សទន់ខ្សោយប្រសិនបើយើងពឹងអាងទៅលើកម្លាំងរបស់ខ្លួនយើងនឹងមិនអាចតស៊ូបានចំពោះសេចក្តីល្បួងហើយនឹងការលំបាកផ្សេងជាច្រើននោះទេប៉ុន្តែប្រសិនបើយើងពឹងអាងទៅលើព្រះចេស្តារបស់ផងព្រះជាម្ចាស់ហើយយើងព្យាយាមនៅក្នុងការចុះចូលព្រមទាំងស្ដាប់បង្គាប់ព្រះអង្គនោះទ្រង់នឹងការពារព្រះអង្គនឹងជួយយើងនៅពេលណាដែលយើងចុះខ្សោយព្រះអង្គនឹងប្រទានកម្លាំងដល់យើងទាំងអស់គ្នាបងប្អូនហើយជីវិតជាគ្រីស្ទៀនអាចថានឹងលំបាកដោយព្រោះតែយើងព្យាយាមយកឈ្នះនៅសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់យើងដោយព្រោះតែនិស្ស័យជាមនុស្សរបស់យើងតែងតែមាននៅភាពលោភលន់មាននៅសេចក្តីប៉ងប្រាថ្នាផ្ដេសផ្ដាសជាច្រើនដែលសាច់ឈាមយើងប៉ងប្រាថ្នាចង់បានប៉ុន្តែខាងព្រលឹងវិញ្ញាណដែលយើងចង់ទទួលបានសេចក្តីសង្ឃឹមសេចក្តីសង្គ្រោះយើងត្រូវព្យាយាមយកឈ្នះនិស្ស័យខាងសាច់ឈាមរបស់យើងដោយការស្ដាប់បង្គាប់ព្រះជាម្ចាស់តើអស់លោកអ្នកបងប្អូនខ្វះខាតឬក៏ត្រូវការជំនួយអ្វីខ្លះពីព្រះជាម្ចាស់ចំពោះការរស់នៅក្នុងសេចក្តីសុចរិតបងប្អូនទាំងអស់គ្នាអាចចូលទៅឯព្រះអង្គដោយសេចក្តីអធិស្ឋានហើយទុកចិត្តថាព្រះអង្គនឹងដឹកនាំហើយការពារយើងទាំងអស់គ្នា